ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការប្រើប្រាស់ខ្មែរ SMM ដើម្បីទទួលបានការបញ្ជាទិញ comment ទៅលើ post សម្រាប់បងប្អូនដែលចង់ឲ្យការ post របស់បងប្អូនមាន comment ច្រើនបងប្អូនអាចធ្វើតាមវីដេអូនេះបានសម្រាប់ការធ្វើនឹងដែរគឺបានផលពិតៗដល់បងប្អូនគឺខ្ញុំបានធ្វើការបញ្ជាទិញពីមុនមកគឺសុទ្ធតែបានលទ្ធផលទាំងអស់បងប្អូនហើយសម្រាប់ការធ្វើនឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែត្រូវការ link post ណាមួយរបស់បងប្អូនយកទៅផាននៅក្នុង website គឺជាការស្រេចអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរយើងចូលមកធ្វើទាំងអស់គ្នាតែម្ដងជាដំបូងបងប្អូនអាចចូលមកក្នុង account Facebook របស់បងប្អូនសិនមកហើយបងប្អូនធ្វើការជ្រើសរើស post ណាមួយដែលបងប្អូនចង់ធ្វើការដាក់ comment ដើម្បីធ្វើការ copy link ដើម្បីអាចធ្វើការ copy link បានបងប្អូនឃើញសញ្ញាត្រី3នៅខាងស្ដាំដៃហើយនៅខាងលើនឹងអត់បងប្អូនចុចទៅលើសញ្ញាត្រី3នឹងមកដើម្បីធ្វើការ copy link បងប្អូនបន្តចុចនៅលើពាក្យ copy link នឹងមកបន្ទាប់ពីធ្វើការ copy link ហើយបងប្អូនអាចធ្វើការចេញពីក្នុង account Facebook របស់បងប្អូនសិនមកដើម្បីចូលទៅក្នុង website វិញម្ដងសម្រាប់របៀបនៃការចូលទៅក្នុង website នោះដែរគឺបងប្អូនគ្រាន់តែចូលទៅក្នុង browser ណាមួយដែលបងប្អូនមានបើសិនជាបងប្អូនមាន Safari បងប្អូនក៏អាចចូលតាមរយៈ Safari ហើយបើសិនជាបងប្អូនមាន Chrome បងប្អូនក៏អាចចូលតាមរយៈ Chrome ដែរបងប្អូនហើយមួយទៀតបងប្អូនក៏អាចចូលតាមរយៈ Google បានដូចគ្នាបន្ទាប់មកទៀតបងប្អូនគ្រាន់តែ search ពាក្យថាខ្មែរ SMM អូខេបងប្អូនចុចសញ្ញា search នៅខាងក្រោមហ្នឹងមកហើយនៅខាងលើនេះដែរគឺជា link ចូលទៅក្នុង website របស់យើងបងប្អូនអញ្ចឹងបងប្អូនធ្វើការចុចទៅតាម link ហ្នឹងមកដើម្បីចូលទៅក្នុង website របស់យើងផ្ទាល់តែម្ដងសម្រាប់ website របស់យើងគឺមានទម្រង់បែបនេះបងប្អូនសម្រាប់បងប្អូនដែលបានធ្វើការចុចឈ្មោះចូលទៅក្នុង website ហើយនៅពេលដែលបងប្អូនចុចទៅតាម link មុនហ្នឹងនោះនឹងចេញជាផ្ទាំង website បែបនេះមកឲ្យបងប្អូនប៉ុន្តែសម្រាប់បងប្អូនដែលអត់បានធ្វើការចុចឈ្មោះចូលទៅក្នុង website ទេបងប្អូនក៏អាចធ្វើការចុចឈ្មោះចូលទៅក្នុង website ដើម្បីអាចប្រើប្រាស់សេវាកម្មដែលមាននៅខាងក្នុង website នេះបានណាបងប្អូនសម្រាប់ link អំពីរបៀបចុចឈ្មោះនិងរបៀបដាក់លុយចូលទៅក្នុង website ខ្ញុំនឹងដាក់ link ជូនបងប្អូននៅខាងក្រោមវីដេអូនេះតែម្ដងសម្រាប់នៅក្នុង website នេះដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីសេវាកម្មទាក់ទងជាមួយនឹង Facebook គឺការបញ្ជាទិញ comment ណាបងប្អូនអញ្ចឹងជាដំបូងបងប្អូនអាចធ្វើការចុចនៅលើ logo Facebook នេះសិនមកបន្ទាប់មកទៀតបងប្អូនធ្វើការអូសមកក្រោមដើម្បីចុចនៅកន្លែង category នេះសម្រាប់កន្លែងហ្នឹងដែរគឺយើងមានសេវាកម្មជាច្រើនដែលទាក់ទងជាមួយនឹង Facebook បងប្អូនតែបងប្អូនអូសមកក្រោមមកដើម្បីរកមើលសេវាកម្ម Facebook comment ណាបងប្អូនសម្រាប់សេវាកម្ម Facebook comment ហ្នឹងដែរគឺយើងមាន2 3ជម្រើសឲ្យបងប្អូនជ្រើសរើសសម្រាប់ជម្រើសទាំងអស់ហ្នឹងដែរបងប្អូនពេញចិត្តឬក៏ស្រឡាញ់នៅជម្រើសមួយណាបងប្អូនអាចធ្វើការជ្រើសរើសនៅជម្រើសមួយហ្នឹងបានសម្រាប់ខ្ញុំគឺខ្ញុំនឹងជ្រើសរើសសេវាកម្មទី1នេះបងប្អូនគឺ Facebook comment S1 ហើយបន្ទាប់មកទៀតបងប្អូនមកនៅកន្លែង Swiss សម្រាប់កន្លែង Swiss ហ្នឹងដែរគឺបងប្អូនធ្វើការជ្រើសរើសសេវាកម្មមួយតង់ទៀតក្នុងនេះដែរគឺយើងបែងចែកសេវាកម្មជាពីរបងប្អូនគឺមានសេវាកម្ម random ហើយនិងសេវាកម្ម custom បងប្អូនអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនអំពីភាពខុសគ្នារវាងសេវាកម្ម custom និងសេវាកម្ម random អញ្ចឹងជាដំបូងខ្ញុំនឹងបង្ហាញបងប្អូនទាក់ទងជាមួយនឹងសេវាកម្ម random មុនណាបងប្អូនសម្រាប់សេវាកម្ម random នឹងដែរគឺបងប្អូនអាចធ្វើការចូលមកដាក់ចំនួន comment ដែលបងប្អូនចង់បានស្រាប់ៗតែម្ដងបងប្អូនអាចចុចនៅកន្លែង quantity នឹងមកហើយបងប្អូនអាចធ្វើការដាក់ចំនួនដែលបងប្អូនចង់បានសម្រាប់កន្លែងនឹងដែរគឺបងប្អូនអាចដាក់បានចាប់ពី25 comment ទៅដល់5000 comment ណាបងប្អូនអញ្ចឹងនៅក្នុងចន្លោះតួលេខនឹងដែរបងប្អូនចង់ដាក់ប៉ុន្មានក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់ឧទាហរណ៍ថាខ្ញុំដាក់ចំនួន25 comment ណាបងប្អូនបន្ទាប់ពីបងប្អូនដាក់នៅចំនួនដែលបងប្អូនចង់បានហើយបងប្អូនមើលនៅកន្លែងឆាកសម្រាប់25 comment នឹងដែរគឺបងប្អូននឹងត្រូវចំណាយលុយអស់ 0.23 សេនណាបងប្អូនសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល22ម៉ោងនិង38នាទីបន្ទាប់ពីបងប្អូនបានធ្វើការចុច submit ហើយនឹងលទ្ធផលឲ្យបងប្អូនបន្ទាប់មកទៀតបងប្អូនមើលនៅកន្លែងប្រអប់ link សម្រាប់កន្លែងប្រអប់ link នឹងដែរគឺបងប្អូនធ្វើការផាស link ណាមួយដែលបងប្អូនចង់ធ្វើការដាក់ comment ណាបងប្អូនបន្ទាប់ពីបងប្អូនបានធ្វើការផាស link ហើយបងប្អូនគ្រាន់តែចុចពាក្យ submit គឺជាការស្រេចហើយបងប្អូនសម្រាប់ comment random គឺមានតែប៉ុណ្្នឹងទេបងប្អូនគឺងាយស្រួលខ្លាំងមែនទេបន្ទាប់មកទៀតបងប្អូនមើលនៅ comment custom វិញម្ដងសម្រាប់ comment custom នឹងដែរគឺអត់ពិបាកទេបងប្អូនប៉ុន្តែគឺគ្រាន់តែរៀងវិញឆ្ងាយជាង comment random បន្តិចគឺនៅត្រង់កន្លែង quantity នឹងដែរគឺបងប្អូនអាចចូលទៅដាក់ចំនួនស្រាប់ៗតែម្ដងបានទេគឺតម្រូវឲ្យបងប្អូនសរសេរនៅខាងក្រោមនេះបងប្អូននៅត្រង់កន្លែងនេះដែរគឺបងប្អូនចង់សរសេរយ៉ាងម៉េចក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់ឧទាហរណ៍ថាបងប្អូនចង់ឲ្យគេទៅ comment នៅក្នុង post របស់បងប្អូនរបៀបម៉េចបងប្អូនសរសេររបៀបហ្នឹងមកណាបងប្អូនហើយសម្រាប់ការសរសេរនឹងដែរគឺបងប្អូនសរសេរចំនួន1បន្ទាត់គឺស្មើនឹង1 comment ណាបងប្អូនហើយនៅត្រង់ចំណុចហ្នឹងដែរគឺបងប្អូនអាចសរសេរបានចាប់ពី5 comment ទៅដល់50000 comment ណាបងប្អូនឧទាហរណ៍ថាខ្ញុំនឹងសរសេរជាគំរូឲ្យបងប្អូនមើលចឹងនៅពេលដែលខ្ញុំសរសេរបានចំនួន1បន្ទាត់នៅកន្លែង quantity ហ្នឹងក៏នឹងលោតចំនួន1មកឲ្យបងប្អូនពេលដែលខ្ញុំចូលបន្ទាត់មកសរសេរ1 comment ទៀតអញ្ចឹងនៅកន្លែងហ្នឹងក៏នឹងលោតថែមមួយទៀតដល់បងប្អូនគឺបានចំនួន2 comment អញ្ចឹងនៅកន្លែងហ្នឹងដែរគឺខ្ញុំសូមធ្វើការកាត់បន្តិចបងប្អូនដើម្បីកុំឲ្យវីដេអូនេះវែងឆ្ងាយពេកអញ្ចឹងនៅត្រង់កន្លែងហ្នឹងដែរគឺខ្ញុំសរសេរបានចំនួន5 comment អញ្ចឹងនៅខាងលើហ្នឹងដែរគឺវានឹងលោតជាចំនួន5មកឲ្យបងប្អូនហើយសម្រាប់5 comment ហ្នឹងដែរគឺបងប្អូននឹងត្រូវចំណាយលុយអស់ចំនួន 0.11 សេនណាបងប្អូនហើយសម្រាប់កន្លែងឆាតហ្នឹងដែរគឺវានឹងប្រែប្រួលអាស្រ័យទៅលើចំនួន comment ដែលបងប្អូនបានដាក់នៅខាងលើឧទាហរណ៍ថាបងប្អូនដាក់ចំនួន
នួនលើសពី5បងប្អូនដាក់ចំនួន10ឬក៏20 30 40អញ្ចឹងនៅកន្លែងឆាតនោះដែរគឺវានឹងប្រែប្រួលទៅតាមហ្នឹងបងប្អូនសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល21នាទីបន្ទាប់ពីបងប្អូនបានធ្វើការចុច submit ហើយនោះនឹងលទ្ធផលឲ្យបងប្អូនហើយបន្តមកទៀតបងប្អូនគ្រាន់តែធ្វើការផាស link ផុសណាមួយដែលបងប្អូនចង់ធ្វើការដាក់ comment ហើយបន្តមកទៀតបងប្អូនគ្រាន់តែពិនិត្យមើលនៅសេវាកម្មដែលបងប្អូនបានធ្វើការជ្រើសរើសនៅខាងលើហ្នឹងថាត្រឹមត្រូវអស់ហើយឬនៅបងប្អូនពិនិត្យមើលនៅកន្លែង category service link quantity ថាត្រឹមត្រូវអស់ហើយឬនៅបើសិនជាចំណុចទាំងអស់នឹងត្រឹមត្រូវអស់ហើយបងប្អូនអាចធ្វើការចុចនៅលើពាក្យ submit ប៉ុន្តែសម្រាប់វីដេអូនេះដែរគឺខ្ញុំអត់បានធ្វើការបញ្ជាទិញឬក៏ធ្វើការចុច submit ទេបងប្អូនដោយសារខ្ញុំគ្រាន់តែបង្ហាញបងប្អូនអំពីរបៀបនៃការធ្វើការបញ្ជាទិញតើគេនឹងត្រូវធ្វើរបៀបម៉េចបងប្អូនប៉ុន្តែបងប្អូនអត់ចាំបាច់ភ័យថានៅពេលដែលបងប្អូនបានធ្វើការចុច submit ហើយសេវាកម្មនឹងអត់ដំណើរការទេបងប្អូនគឺនៅពេលដែលដល់នាទីកំណត់នោះសេវាកម្មនឹងចាប់ផ្ដើមដំណើរការហើយបងប្អូននឹងឃើញលទ្ធផលហើយបងប្អូនសម្រាប់បងប្អូនដែលបានធ្វើការចុច submit ឬក៏ធ្វើការបញ្ជាទិញនោះនឹងលោតជាវិក័យប័ត្រមួយបើបងប្អូននៅត្រង់កន្លែងនេះបងប្អូនសម្រាប់វិក័យប័ត្រនឹងដែរគឺមានន័យថាការបញ្ជាទិញរបស់បងប្អូនគឺត្រូវបានទទួលយកហើយសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល21នាទីបន្ទាប់ពីបងប្អូនបានចុច submit ហើយនោះនឹងដឹងលទ្ធផលឲ្យបងប្អូនតែនៅក្នុងកំឡុងពេលរងចាំនឹងដែរគឺខ្ញុំអត់តម្រូវបងប្អូននៅក្នុង website នឹងទេគឺបងប្អូនអាចធ្វើការ clear website ចេញបានហើយសម្រាប់វីដេអូអំពីរបៀបនៃការបញ្ជាទិញទៅលើ comment ក៏បញ្ចប់តែត្រឹមហ្នឹងសម្រាប់បងប្អូនដែលអត់ទាន់នៅត្រង់ចំណុចណាទេបងប្អូនក៏អាចត្រឡប់ទៅមើលវីដេអូពីដើមមកវិញបានដែរបងប្អូនហើយក៏សូមអធិស្ឋានបងប្អូនទាំងអស់គ្នាចំពោះពាក្យសម្ដីលើសលួសឬក៏មិនសមរម្យនៅត្រង់ចំណុចណាឬក៏សម្លេងរំខានណាមួយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ